បាទអញ្ចឹងសម្រាប់ការប្រកួតជុំវិញនេះបាទបារាំងនៅក្នុងតង់ទី1បោះបាល់អត់ចាញ់ទេប្រិមិត្តបោះបាល់មិនចាញ់នោះទេបាទមិនមែនបោះមិនចាញ់ដោយសារតែអេស្ប៉ាញទៅប្រេសទៅបិទឲ្យជាប់នោះទេបាទក៏មានដែរមិនមែនអត់ទេក៏មានប្រេសក៏មានបិទប៉ុន្តែអ្វីដែលពិសេសខ្លាំងបំផុតនោះគឺការបោះផ្ដាច់បាទស្រួលណាបាទបោះផ្ដាច់បោះបារាំងគឺអត់ចាញ់ទេបាទអេស្ប៉ាញយល់ច្បាស់ណាស់ថាបោះឲ្យទៅអ្នកណាបាទអេស្ប៉ាញដឹងពីផ្លូវដែលបារាំងត្រូវដើរថាគាត់នឹងបោះទៅកន្លែងណាគាត់បោះទៅអ្នកណាបាទចំណុចនេះហើយដែលតង់ទី2លោកដេសំគួរតែមានអ្វីផ្លាស់ប្ដូរបាទគួរតែមានអ្វីផ្លាស់ប្ដូរប៉ុន្តែអត់មានការផ្លាស់ប្ដូរទម្រង់លេងទេគឺផ្លាស់ប្ដូរតែកីឡាករតែប៉ុណ្ណោះបើគាត់ដឹងហើយថាការបញ្ជូនផ្ដាច់គឺអត់មានប្រសិទ្ធភាពទេដោយសារតែកីឡាកររបស់អេស្ប៉ាញគឺបានដឹងពីលំហូរនៃការលេងរបស់បារាំងអស់ហើយថាទៅនឹងបញ្ជូនទៅអ្នកណាបោះទៅអ្នកណាបាទគឺគេដឹងអស់ហើយអញ្ចឹងរៀងរាល់ការបោះផ្ដាច់របស់បារាំងគឺមិនមាននោះទេហើយខ្ញុំបានជំរាបជូនប្រិយមិត្តរួចរាល់ហើយតាំងពីបាទវគ្គក្នុងពុំមកបារាំងគឺបកកែនៅក្នុងការបោះផ្ដាច់ទៅតែពេលអេស្ប៉ាញយល់ពីបារាំងលេងបោះផ្ដាច់លេងទៅហើយបារាំងអត់មានផ្លាស់ប្ដូរអ្វីដែលខ្លួនឯងធ្លាប់លេងនោះទេបើយើងនិយាយឲ្យសួរស្ដាប់ទៅជាធម្មតាបាល់ទាត់បាទគឺត្រូវតែមានការផ្លាស់ប្ដូរអ្វីមួយមិនមែនតែកីឡាករទេប្រិមិត្តបាទបាល់ទាត់គឺមិនមែនផ្លាស់ប្ដូរតែកីឡាករនោះទេបាទការផ្លាស់ប្ដូរគឺកីឡាករដែលដោះចូលទៅនោះគឺត្រូវតែផ្លាស់ប្ដូរទម្រង់នៅក្នុងការលេងសម្រាប់បារាំងគឺមិនមានការប្រែប្រួលអ្វីទាំងអស់ក្នុងរយៈពេល90នាទីបាទមិនមានការប្រែប្រួលមិនមានការកីឡាករដូរតំបន់លេងមានតែផ្លាស់ប្ដូរកីឡាករតែប៉ុណ្ណោះអ្វីដែលបារាំងលេងចាប់តាំងពីវគ្គជម្រុះក្នុងពូលរហូតមកដល់វគ្គពាក់កណ្ដាលប្រៃព្រាត់បារាំងគឺមានតែរបៀបលេងដដែលបាទរឿងនេះខ្ញុំបានរៀបរាប់ជូនប្រិយមិត្តរួចរាល់ហើយថាអេស្ប៉ាញគឺមានបច្ចេកទេសល្អជាងប៉ុន្តែបារាំងគឺអាងលើកីឡាករបាទបារាំងគឺអាងលើកីឡាករតើអេស្ប៉ាញយប់មិញលេងយ៉ាងម៉េចទៅបាទទើបបានល្អប៉ុណ្ណាទៅទើបអាចយកឈ្នះទៅលើក្រុមជម្រុះជាបារាំងបានទីមួយធំបំផុតគឺបារាំងគឺប្រើ skill ដដែលរបៀបលេងដដែលគឺការបោះបញ្ជូនផ្ដាច់យប់មិញនេះបារាំងអត់មានបាល់ដែលបោះបានផ្ដាច់នោះទេទោះបីជាផ្ដាច់បានគឺបានត្រឹមតែបាល់អូសសាយតែប៉ុណ្ណោះបាទនេះគឺជាអ្វីដែលអេស្ប៉ាញធ្វើបានល្អបំផុតបាទយើងអាចនិយាយថាខ្សែការពារប៉ុន្តែទម្រាំទៅដល់ខ្សែការពារគឺតំបន់កណ្ដាលនេះឯងបាទយប់មិញនេះគឺបារាំងបញ្ជូនផ្ដាច់មិនចេញនោះទេបាទនេះហើយជាមូលហេតុដែលខ្ញុំនិយាយថាបាល់ទាត់គឺត្រូវតែមានការផ្លាស់ប្ដូរបាទមិនមែនផ្លាស់ប្ដូរតែកីឡាករទេត្រូវផ្លាស់ប្ដូរទាំងយុទ្ធសាស្ត្រផងដែរបាទអញ្ចឹងសម្រាប់ការប្រកួតយប់មិញនេះបាទបារាំងនៅក្នុងតង់ទី1បោះបាល់អត់ចេញទេប្រិមិត្តបោះបាល់មិនចេញនោះទេបាទមិនមែនបោះមិនចេញដោយសារតែអេស្ប៉ាញទៅប្រេសទៅបិទឲ្យជាប់នោះទេបាទក៏មានដែរមិនមែនថាអត់ទេក៏មានប្រេសក៏មានបិទប៉ុន្តែអ្វីដែលពិសេសខ្លាំងបំផុតនោះគឺការបោះផ្ដាច់បាទស្រួលណាបាទបោះផ្ដាច់បោះបារាំងគឺអត់ចេញទេបាទអេស្ប៉ាញយល់ច្បាស់ណាស់ថាបោះឲ្យទៅអ្នកណាបាទអេស្ប៉ាញដឹងពីផ្លូវដែលបារាំងត្រូវដើរថាគាត់នឹងបោះទៅកន្លែងណាគាត់បោះទៅអ្នកណាបាទចំណុចនេះហើយដែលតង់ទី2លោកដេសំគួរតែមានអ្វីផ្លាស់ប្ដូរបាទគួរតែមានអ្វីផ្លាស់ប្ដូរប៉ុន្តែអត់មានការផ្លាស់ប្ដូរទម្រង់លេងទេគឺផ្លាស់ប្ដូរតែកីឡាករតែប៉ុណ្ណោះបើគាត់ដឹងហើយថាការបញ្ជូនផ្ដាច់គឺអត់មានប្រសិទ្ធភាពទេដោយសារតែកីឡាកររបស់អេស្ប៉ាញគឺបានដឹងពីលំហូរនៃការលេងរបស់បារាំងអស់ហើយថាទៅនឹងបញ្ជូនទៅអ្នកណាបោះទៅអ្នកណាបាទគឺគេដឹងអស់ហើយអញ្ចឹងរៀងរាល់ការបោះផ្ដាច់របស់បារាំងគឺមិនមាននោះទេហើយខ្ញុំបានជម្រាបជូនប្រិយមិត្តរួចរាល់ហើយតាំងពីបាទវគ្គក្នុងពុំមកបារាំងគឺបកកែនៅក្នុងការបោះផ្ដាច់តែពេលអេស្ប៉ាញយល់ពីបារាំងលេងបោះផ្ដាច់លេងទៅហើយបារាំងអត់មានផ្លាស់ប្ដូរអ្វីដែលខ្លួនឯងធ្លាប់លេងនោះទេបាទប្រិយមិត្តខ្លះបើដូចខ្ញុំបន្ថែមថាបារាំងគ្រូបាច់បជាទេបាទក៏ឈ្នះដែរខ្ញុំមិនបាននិយាយថាគ្រូមិនបាច់បជាក៏ឈ្នះដែរនោះទេខ្ញុំចង់បញ្ជាក់ទៅកាន់ប្រិយមិត្តថាតើឲ្យគ្រូទៅបញ្ជាកូនចៅដោយរបៀបណាបាទបើខ្ញុំវិញខ្ញុំក៏មិនដឹងបញ្ជារបៀបមិនដែរបាទបើសិនជាយើងបាទលេងតាមប្រព័ន្ធហ្នឹងទៅវាបានល្អប៉ុន្តែលោកដេសំគួរតែមានការផ្លាស់ប្ដូរបាទប្រសិនបើទម្រង់បោះផ្ដាច់នេះវាអត់ជោគជ័យទៅហើយចុះហេតុអីបាទលោកដេសំមិនមានការផ្លាស់ប្ដូរនៅតែប្រើប្រាស់ទម្រង់ដដែលគឺការបោះផ្ដាច់បាទនេះគឺជាមូលហេតុចម្បងធំបាទរបស់ក្រុមជម្រើសជាតិបារាំងទី2អ្វីដែលចូលរួមសោកស្ដាយនោះគឺសម្រាប់សាលីបាបានរក9ហើយបារាំងត្រូវអស់តំបន់ការពារកណ្ដាលមួយរូបបាទទី3តាក់ទងជាមួយនឹងការប្រេសបាទបាល់គឺអេស្ប៉ាញគឺគេប្រេសបាទការលេងបាល់ខ្លីរបស់គេបានល្អការសហការរបស់គ្នាបានច្រើនបារាំងចាប់តាំងពីបោះលេងចេញបារាំងបោះបាល់លេងត្រូវគ្នាតែម្ដងបាទមានន័យថាបារាំងគឺត្រូវបានបែកទម្រង់តាំងពីតង់ទី1មកម្លេះបាទបែកទម្រង់តាំងពីតង់ទី1មកម្លេះរហូតឈានចូលដល់តង់ទី2ក៏បារាំងមិនអាចបញ្ជូនបាល់ត្រូវគ្នាដែរបាទខូចបែកទម្រង់បាត់ទៅហើយបាទតង់ទី1បាទរឿងគេស៊ីមកគ្រាប់ពីរឿងធម្មតាទេបញ្ហាធំបំផុតអត់មានបញ្ជូនផ្ដាច់បានអីមួយបាទអញ្ចឹងធ្វើឲ្យបាទកីឡាករគឺចាប់ដើមគេយល់អំពីការលេងរបស់បារាំងលើទីលានអស់បាត់ទៅហើយបាទនិយាយពីកីឡាកររបស់អេស្ប៉ាញក្នុងការការពារវិញបាទសម្រាប់ការការពាររបស់អេស្ប៉ាញទាំងគូបាស៊ីឡាពកបាទយើងអាចនិយាយថាឡាពកមធ្យមតែគូបាស៊ីធ្វើបានល្អមែនទែនបាទកីឡាករវ័យក្មេងរូបនេះក៏ដូចជាផូរ៉ូជាពិសេសខុកខឺរ៉េឡាអត់មានកីឡាករបារាំងណាមួយដែលញាក់គាត់ទៅដាច់បាននោះទេអ្វីដែលខ្ញុំសម្លឹងឃើញលើកន្លែងនេះពីដើមមកគឺមានការលេងបាទទុកឲ្យអូលីសលេងច្រើននៅក្នុងតំបន់ស្ដាំការប្រកួតជុំវិញអូលីសអត់សូវលេងបានលេងស្ដាំទេគឺខូនឌីជាអ្នកលេងស្ដាំបាទខូនឌីអ្នកលេងស្ដាំជាមួយនឹងដេម៉ូលេអូលីសេបែរទៅជាមកលេងនៅតំបន់កណ្ដាលតំបន់ខាងឆ្វេងទៅវិញនេះវាធ្វើឲ្យបាទបើយើងជំនឿទុកចិត្តថាអូលីសលេងនៅខាងស្ដាំបានល្អប៉ុន្តែខូនឌីឡើងមកលេងខាងលើជ្រុលបាទអញ្ចឹងអូលីសបញ្ចាញសមត្ថភាពបានតិចមែនតើយប់មិញដាក់ដល់ពេលបាទខូនឌីទៅប៉ះគ្នាជាមួយនឹងខុកខឺរ៉េឡាមានណាបាទតែយប់មិញនេះបាទខ្ញុំនៅតែសរសើរដដែលបាទហើយក៏ខ្ញុំបានរៀបរាប់ជូនប្រិយមិត្តដែរគឺរ៉ូឌ្រីគឺជា key ដ៏សំខាន់របស់អេស្ប៉ាញបាទរ៉ូឌ្រីគឺជា key ដ៏សំខាន់របស់អេស្ប៉ាញកីឡាករបារាំងឲ្យតែមកក្នុងតំបន់កណ្ដាលគឺពិបាកនៅក្នុងការទៅមុខណាបាទឲ្យតែកីឡាករដែលត្រូវប្រឈមជាមួយនឹងរ៉ូឌ្រីបាទគឺពិបាកទៅមុខមែនតើបាទអ្វីដែលយើងឃើញសម្រាប់ក្រុមជម្រើសជាតិបារាំងគឺមានតែមួយក្បាច់នេះឯងអត់មានការផ្លាស់ប្ដូរអត់មានការផ្លាស់ប្ដូរទម្រង់លេងអ្វីផ្សេងគឺអត់មានអីទាំងអស់បាទអញ្ចឹងទោះបីជាដូររីយ៉ានឆិតគីបាទដូរស្អីមកបន្ថែមទៀតដូរដាក់កូណេបាទក៏នៅតែឃើញមិនទៅមុខដែរបាទអត់ទៅមុខតែម្ដងបាទនេះចាត់ទុកថាជារឿងល្អទេចុះបាទដែលអេស្ប៉ាញហូបបានត្រឹម2តែពិតគ្រាប់បាល់ទី3បាទដែលឡាមីនយ៉ាម៉ាល់បាទអូសាយនោះហើយអ្វីដែលមិនគួរនោះទៀតនោះគឺឌូ
Ba này cứ chồng đánh được hơi, ba nè chăm ti, bà sai mân còn lại mà lỡ phật từ hơi, ba hơi cá bạch chế của phật hơi đây, ba này cứ nè cái đá cứ cái là ô một phật hơi được không cá sốt, con tay đu e khơi kia nơi đang chật ít nơi sốt tiệt, ba đại ở hỏi, ba đi bảo đây mà lấy cứ cho ba đây, cứ thở tập pi mũi, và hơi của ban pi mũi, cái lá có chắc đam miên tập chặt, và cái lá có Espagne của chắc đám, và cái thở té miên ở đó cái tha ở hiện tăng răng trên môn thi chặt, và chẳng á, chồng nói đi, cứ vì chỉ rương mũi, đại bà rang khuôn hay, và mân ban clap đô ở bảy tiền và ở trong lúc để xóm ban trâm tay thì vậy formation là lơ ti liên cư độ đại ấp minh cam lạc độ và ấp minh cam lạc độ bạn này mơ được nếu bàn tay mà đăng tay mà thay dùng mình nhà trang trí chui từ ba đầu pi trò và tan đi ơi bà mơ tới đôi dập hai bà pro đồ phải cô ông lẽ bà đang khăng một chút tay bà chua bà cà pia bạn được trong vậy chẳng bà cái啥mình men Espagne cứ bậc cay khăng được trong bọn cà pia thì cứ kê lại bậc cay được nhì và dùng mình cà pia ấy bà đo chương ông bà pe phát bà có một đo chương ông bà pe bà có một đo chương ông đen bà lệ bà hãy xu sai cà pia ấp miên ấy thử hot ấy cha đứa cô của bà ấy cha pe nhút tê bà bữa sau thì dương vậy tham kia được tung của được sai cà phê mình thắp ban từ hơi sai cà phê ai pre ban ai nâng slide ban này chẳng đấy còn tay ban cho mình bảng bỏ tay một phần này và chẳng chúng cái tham mình men cái ta không mau bị sai cà phê bỏ Espagne thì cứ Espagne chẳng ngu cái lá có Espagne chẳng ngu ban vô pi trong vạn lên đứa của flow ba rồi bóc bà răng ọt bạt từ hơi và hơi bà răng mình pro plug đâu ở bảy tiền ọt bà bữa sau thì có miếng cá plug đâu tụm lên miếng cá lên bà clay bà có đôi chia pra tụm ở bên xây mua chết những cái thằng có bị lọ này bà ấy ở đây đây khi mình nó man khi số tha hay là mấy ban chia mình plug đâu siêu Armani chỉ mùi năng cô nế bay từ chia plug đâu rapport chỉ mùi năng cô nế rồiรับบอสช่วยเฉลิมบาเทียงการแปรบาเทียงการช่วยสปอร์ตบอลประยุทธ์เทียงการช่วยสปอร์ตบอลกาปีป่ะสมบูรณ์แบบบาสตียังเมื่อชูอาร์เมนีเหมือนก่อนเล่นมันล้อนุติคนไทยชูอาร์เมนีคือก่อนเล่นอัตโนมัติคือก่อนเล่นกาปีขังกราวเฉลิมจังบ้านกับพงแต่ชันเก้กับพงแต่นอมมุกรอบบ้านบ้านนี้คู่แต่ดักโกเน่เขาจะมวยรับบอสเหมือนดักบาชูอาร์เมนีจะมวยโกเน่นุติป่ะเอ๊ะเดี๋ยวจำนั้นก่อนเป็นปัญหามวยจำในมวยติดป่ะไอ้ดูเอโจเมาส์มันที่อัดมาในยุ่งแต่ติดbà chẳng người ta oi bà chúng mình cứ bà Espagne để mà tới và lương lương láng nước Espagne thì chắc có bà rang ban chẳng tới bà rước của dương để số ra tha và Espagne Europe ở vậy đại bà rang trời liền bà Europe bà rang đuổi bật từ hai bà chẳng cô miếng ấy đấy trời pi ca bà chủ động sáu lái bà sẽ không được chơi bà rang là cô mình chơi bà cũng bom sau thì mình bom sau thì bom sau sang là khang chừng là cô bà ở Espagne thì con tayปัญหาทุ่มคือการนำมุดหนักผิดmiênมุดหนักผิดก็ตะลุนไอ้คลางก็ตะลุนไอ้ปากกายbà ở gì sầmลูกครูวิ่งโดยยมvậy chẳng người ta đâm tình vậy buổi sáng thảm ấy bà sau đó có ngày nó cứ được khang chừng cừu bà tiêu một pot mền nước kia là ca của một con năng ấy cừu ở miền bắc đô ở miền ca riệp trongประปอนliền không mấy ấy bà như thế bà chẳng có châu luôn sắp đấy bà sắp không chụp được trên bà răng sừng không thả bọn top pika đông bao lục để xóm bà chủng đua mà bình chủng mùi năng lô gì để đến gì đắn bà năng thua ban là ở cho sắp không chụp được trên bà răng chủng mùi năng judo cho nam pipon mở pay bà bảy bà cả mục